Alright, everybody, welcome back to our short video lesson. Today, we're going to study phrase Love me, love my dog. So, today,ទាំងអស់គ្នាថ្ងៃនេះយើងត្រឡប់មកជួបវីដេអូបង្រៀនខ្លីៗរបស់យើងដែលនៅក្នុងនេះខ្ញុំនឹងលើកអំពី clear មួយដែលនិយាយថា Love me, love my dog ដែលបងប្អូនទាំងអស់គ្នាប្រហែលជាបានយល់ហើយមែនទេអញ្ចឹងប្រសិនបើបងប្អូនដែលអត់ទាន់យល់អាចមើលវីដេអូនឹងបានហើយវានឹងមានពាក្យជាច្រើនទៀត clear ជាច្រើនទៀតដែលយើងត្រូវបំពេញត្រូវចងចាំណាអញ្ចឹង love me love my dog យើងប្រែធម្មតាយើងថា love me ស្រឡាញ់ខ្ញុំ love my dog ស្រឡាញ់ឆ្កែរបស់ខ្ញុំអញ្ចឹងបានន័យថាបើស្រឡាញ់ខ្ញុំត្រូវស្រឡាញ់អ្វីៗដែលខ្ញុំមានផងណាបើស្រឡាញ់ខ្ញុំត្រូវស្រឡាញ់អ្វីៗដែលខ្ញុំមានផងណា love me love my dog remember that love me love my dog love me love my dog ណា love me love my dog អូខេយើងមកមើលខាងក្រោមមានភាសាអង់គ្លេសអត្ថន័យនៅក្នុងភាសាអង់គ្លេសណាបងប្អូននេះ number 1 meaning អត្ថន័យអញ្ចឹងយើងមើលអត្ថន័យគេអូខេលឿនបងប្អូនណាព្រោះ it night time right now and I'm so busy but I try to make a video for everybody right now right this phrase means ឃ្លានេះគឺមានន័យថា if you truly love someone again if you truly love someone you must accept everything and everyone that comes with them including their habits family friends or even their pets ខ្ញុំបងប្អូនយើងមើលពាក្យមួយប្រសិនបើ if ប្រសិនបើ you អ្នក truly ពិត love ស្រឡាញ់បានន័យថា love someone ស្រឡាញ់នរណាម្នាក់ពិតប្រកបស្រឡាញ់ពិតប្រកបណា you must accept អ្នកគួរតែឬក៏លោកគួរតែទទួលយក everything គ្រប់រឿងទាំងអស់គ្រប់រឿងគ្រប់វត្ថុគ្រប់រឿងរ៉ាវទាំងអស់ and everyone ហើយនឹងគ្រប់គ្នាទាំងអស់ណាទទួលយកទាំងបងទាំងប្អូនទាំងម៉ែឪចឹងទៅអូខេ that comes with them ដែលមានចំពោះពួកគេណា including ដែលរួមបញ្ចូលទាំង habits ទម្លាប់ណា habits របស់ពួកគេទម្លាប់របស់ពួកគេ family គ្រួសាររបស់ពួកគេ friends មិត្តភ័ក្តិរបស់ពួកគេ or even their pets ឬក៏ព្រមទាំងសត្វចិញ្ចឹមរបស់ពួកគេផងដែរ pets យើងអានថា pets សត្វចិញ្ចឹម okay right let's go next here we go it teach unconditional love and acceptance not just for the person but for the thing or people they care about again it teach unconditional love យើងបកប្រែថាវាបង្រៀននៅសេចក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌ unconditional love សេចក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌណា and acceptance ការទទួលយកដោយគ្មានលក្ខខណ្ឌ not just for មិនគ្រាន់តែមនុស្សនោះទេ but for the thing ប៉ុន្តែថែមទាំងវត្ថុឬក៏រឿងរ៉ាវទាំងឡាយ or people ឬក៏មនុស្ស they care about ដែលពួកគេត្រូវថែរក្សាណាដែលពួកគេត្រូវថែរក្សា okay number 2 let's go everybody word by word explanation again word by word explanation អញ្ចឹងយើងមកមើលពាក្យការបញ្យល់ពាក្យណា explanation ការបញ្យល់ okay love you know love យើងអានថា love ប្រយ័ត្នការអានណាបងប្អូនណា love me love យើងណាបែរស្រឡាញ់ណា love me ស្រឡាញ់ខ្ញុំ care for accept me want to be with me want to be with me ណា love me ស្រឡាញ់ខ្ញុំវាស្មើនឹងពាក្យថា care for me ថែខ្ញុំរក្សាខ្ញុំ accept me ទទួលយកខ្ញុំផងបើទោះបីជាខ្ញុំខ្វាក់ភ្នែកពីការដៃពីការជើងក៏ដោយទទួលយកទៅបើស្រឡាញ់ខ្ញុំហើយណា want to be with me មានន័យថាចង់ដើររួមដំណើរជាមួយខ្ញុំអូខេ love my dog ស្រឡាញ់ឆ្កែរបស់ខ្ញុំអញ្ចឹង also care for right again everybody here ញ៉ាំមើលទៅlove my dog ស្រឡាញ់ឆ្កែរបស់ខ្ញុំ also care for or accept my dog something someone important to me អញ្ចឹងយើងប្រែថា also care ថែមទាំង
រក្សាការពារ for រក្សាការពារឬក៏ accept ទទួលយកនៅឆ្កែឬសត្វចិញ្ចឹមជាទីស្រឡាញ់របស់ខ្ញុំ something វត្ថុផ្សេងទៀតសម្ភារៈផ្សេងទៀត someone នរណាម្នាក់ឬក៏មនុស្សផ្សេងទៀត important to me ដែលវាសំខាន់សម្រាប់ជីវិតខ្ញុំអញ្ចឹងណា to me វាសំខាន់សម្រាប់ខ្ញុំអញ្ចឹងទៅអូខេចេញយើងមើល so full idea so full idea ប្រែថាគំនិត full នឹងពេញណាគំនិតពេញគំនិតរួមណាដូច្នេះគំនិតរួមឬក៏មតិរួមយោបល់រួមអូខេ idea យើងប្រើគំនិតណាអូខេយើងមើលខាងក្រោមគេថាម៉េច if you love me you also have to accept the people or things I love even if they are not perfect អូខេប្រសិនបើលោកឬក៏អ្នកស្រឡាញ់ខ្ញុំ you also អ្នកត្រូវតែឬក៏គួរតែទទួលយកនៅមនុស្សឬក៏វត្ថុទាំងឡាយដែលខ្ញុំស្រឡាញ់ even if they are not perfect បើទោះបីជាពួកគេទាំងអស់នឹងវាមិនល្អឥតខ្ចោះយ៉ាងណាក៏ដោយទទួលយកទៅណាអូខេ 3 let's go មកមើលចំណុចទី3 here we go everyone 3 example sentences អញ្ចឹងភូវចនៈគឺយើងអានតាមនឹងណាបងប្អូនទៅអានប្រយ័ត្នក្នុងការអានអូខេ example sentences អញ្ចឹងពេលថា sentences យើងប្រើថាប្រយោគប៉ុន្តែប្រយោគហ្នឹងវាស្ថិតនៅក្នុងពហុវចនៈណាឧទាហរណ៍ប្រយោគជាឧទាហរណ៍ចំណុចទី3អូខេ number 1 here we go my husband loves watching football I don't but I try to enjoy it with him love me love my dog right ប្តីរបស់ខ្ញុំឬក៏ស្វាមីប្តីឬក៏ស្វាមីភាសាខ្មែរយើងថាស្វាមីប្តីអូខេស្វាមីឧត្តមស្វាមីចឹងទៅឧត្តមស្វាមីរបស់ខ្ញុំឬក៏ប្តីរបស់ខ្ញុំស្រឡាញ់ចូលចិត្ត watching មើលបាល់ទាត់ហើយខ្ញុំវិញអត់ចូលចិត្តទេប៉ុន្តែខ្ញុំព្យាយាមបញ្ជ្រាបខ្លួនឯងណាឲ្យស្រឡាញ់ឲ្យពេញចិត្ត enjoy នឹងជ្រីករាយស្រឡាញ់ពេញចិត្ត it with him ស្រឡាញ់ពេញចិត្តអាបាល់ទាត់នឹងជាមួយនឹងគាត់ដែរអញ្ចឹងបាន love me love my dog ស្រឡាញ់ខ្ញុំត្រូវស្រឡាញ់អ្វីៗដែលខ្ញុំមានស្រឡាញ់ខ្ញុំត្រូវស្រឡាញ់អ្វីៗដែលខ្ញុំចូលចិត្តអូខេ number 2 let's go everybody here we go number 2 she doesn't like my loud laugh but hey love me love my dog she នាង doesn't like មិនចូលចិត្ត my loud laugh ការសើចខ្លាំងloud laugh ការសើចខ្លាំងការសើចខ្លាំងលឺអញ្ចឹងណាលឺខ្លាំងរបស់ខ្ញុំទេប៉ុន្តែ hey love me love my dog ប៉ុន្តែ hey ស្រឡាញ់ខ្ញុំត្រូវស្រឡាញ់អ្វីៗដែលខ្ញុំមានណាទម្លាប់អាក្រក់ក៏ដោយទម្លាប់អីក៏ដោយស្រឡាញ់ទៅ right here we go next number 3 here we go everyone if you want to marry him you must also accept his children love him love his dog right 3ចំណុចទី3ប្រសិនបើអ្នកចង់រៀបការជាមួយគាត់អ្នកគួរតែ accept ទទួលយកនៅកូនទាំងឡាយរបស់គាត់ love him ស្រឡាញ់គាត់បើស្រឡាញ់គាត់ត្រូវស្រឡាញ់អ្វីៗដែលគាត់មានឬក៏ឆ្កែរបស់គាត់ right អ្វីៗដែលគាត់មានអញ្ចឹងណាបងប្អូនNumber 4 Khmer Cambodian translation explain meaning យើងមើលចំណុចទី4ខ្មែរ Cambodia Cambodian ហ្នឹងណាtranslation ការបកប្រែ explain ការពន្យល់អត្ថន័យណាការពន្យល់អត្ថន័យ Okay there's no exact phrase in Khmer but the meaning can be translated like this វាអត់មាន clear ណាមួយជាក់លាក់នៅក្នុងភាសាខ្មែរទេប៉ុន្តែអត្ថន័យយើងអាចបកប្រែដូចតទៅនេះអូខេបើស្រឡាញ់ខ្ញុំគួរត្រូវស្រឡាញ់អ្វីៗដែលជារបស់ខ្ញុំផងដែរអូខេ meaning អត្ថន័យ if you love me here we go everyone let's go here
Meaning if you love me you must also love what belongs to me or comes with me យើងបើប្រាប់ថាប្រសិនបើលោកអ្នកប្រសិនបើអ្នកប្រសិនបើលោកស្រឡាញ់ខ្ញុំលោកគួរតែស្រឡាញ់នៅអ្វីៗដែលជាកម្មសិទ្ធិរបស់ខ្ញុំឬក៏អ្វីៗដែលខ្ញុំមាននៅជាមួយខ្ញុំណា Okay, number 5 everyone here we go. Number 5 teaching tip short activity យើងអានេះគេ tip ក្នុងការបង្រៀនទេ short activity សកម្មភាពខ្លីៗdiscussion យើងមើល discussion question ប្រែថាសំណួរ discussion ប្រែថាពន្យល់ពិភាក្សាណា discussion ពិភាក្សា alright មកទេមកតំណែងទៀតមក Okay if your best friend has a strange hobby or pet would you still love them គេសួរថាប្រសិនបើមិត្តល្អរបស់អ្នកល្អឥតខ្ចោះរបស់អ្នកណាមិត្តល្អឥតខ្ចោះមានពេលវេលាលំហែចម្លែក strength ចម្លែកឬក៏មានសត្វចម្លែកដូចជាចិញ្ចឹមសត្វតោសត្វក្រពើសត្វពស់វែកពស់អីចឹងណាបងប្អូនwould you still តើអ្នកនៅតែស្រឡាញ់គាត់ឬតើអ្នកនៅតែស្រឡាញ់ពួកគេឬ right បើសិនបើគេចិញ្ចឹមតោចិញ្ចឹម dinosaur អញ្ចឹងតើនៅតែស្រឡាញ់គេឬអញ្ចឹងណាបងប្អូន Okay យ៉ាងម៉េច can you think of something you accept because you love someone តើអ្នកអាចគិតថាcan you think of something តើអ្នកអាចគិតរឿងអ្វីមួយ you accept ដែលអ្នកអាចទទួលយកបានពីព្រោះថា because you love ពីព្រោះថាអ្នកស្រឡាញ់នរណាម្នាក់ឬ right យើងមើលខាងក្រោម student answer idea អញ្ចឹង student answer idea ប្រែថាគំនិតright គំនិតចម្លើយរបស់សិស្សានុសិស្សណា Okay គំនិតចម្លើយរបស់សិស្សានុសិស្សអញ្ចឹងយើងមើលខាងក្រោមខាងនេះគេថាម៉េច My sister love K-pop I don't like it but I listen with her love me love my dog Okay តនេះបងអូនស្រីរបស់ខ្ញុំចូលចិត្ត K-pop តន្ត្រីកូរ៉េណាបង I don't like it ខ្ញុំអត់ចូលចិត្ត K-pop នឹងទេប៉ុន្តែ but I listen ប៉ុន្តែខ្ញុំស្ដាប់ជាមួយនឹងនាងlove me love my dog ស្រឡាញ់ខ្ញុំត្រូវស្រឡាញ់អ្វីៗដែលខ្ញុំមាន Okay មេរៀននេះមានប៉ុណ្ណឹង Okay